ហ៊ានលក់ដូរបោកប្រាស់ភ្ញៀវគឺចប់ហើយជាពិសេសអាប្រភេទនំស្នូលសាច់ស្នូលអីរបៀបនំដុតនេះលក់ដូរតតែដូចពួកគាត់នេះចឹងលក់មកថៃគេឈ្មោះរាប់ឆ្នាំមកហើយម្ដុំសាលាទួនហ្វាឥឡូវគាត់បើកសាខារាប់ភ្លេចសាខាឥឡូវសាខាទី13គាត់នៅជាការដូងពិសេសមែនតើនៅជាការដូងនេះពុកម៉ែបងប្អូនទៅសាកភ្លក់រសជាតិរបស់គាត់ឥឡូវគឺគាត់មានបញ្ចេញស្នូលថ្មីស្នូលបន្លែហើយជំរើសការពីមុនស្នូលសាច់អ្នកណាមិនស្គាល់នំដុតចិនអូខៃស៊ីងឈ្មោះរបស់គាត់នោះល្បីណាស់នៅម្ដុំសាលាទួនហ្វាហ្នឹងហើយឥឡូវគឺគាត់មានសាខាដល់ទី13ទីប្រមាណហើយច្រើនមែនតើហើយជាពិសេសសាខាចកាដូងនេះគឺត្រូវម៉ាច់ហើយបើកលក់ពីម៉ោង8ព្រឹកដល់ម៉ោង8យប់ជាពិសេស8គីឡូពីហាងគឺហ្វ្រីដឹកអូលយមែនតើ promotion 3ថ្ងៃថ្ងៃ6ថ្ងៃ7ថ្ងៃ8កុំភ្លេចណាសាករសជាតិថ្មីរសជាតិស្នូលបន្លែហើយនំដុតចិនរបស់គាត់ហាងឈ្មោះខៃស៊ីងនេះគឺគាត់មានស្នូលសាច់និងស្នូលបន្លែតាំងពីដើមមកគឺគេល្បីស្នូលសាច់ប៉ុន្តែឥឡូវគឺគាត់បន្ថែមស្នូលបន្លែមកមួយទៀតហើយស្នូលសាច់របស់គាត់ដូចខ្ញុំនិយាយអញ្ចឹងលក់ដូរប្រភេទនំដុតចិនអីនំនេះគឺថាលក់ដូរបើថាសល់ឲ្យច្បាស់សល់ចោលឲ្យច្បាស់ចោលកុំយកមកលក់បន្តគឺមានក្លិនមានអីឆាប់ដឹងឆាប់អីភ្ញៀវដឹងអាបាត់អស់ហើយលក់ដូរដូចគាត់ចេះរាប់និយាយទៅរាប់ខែរាប់ឆ្នាំហើយលក់ដូរមែនទៅលក់ណាហាងគាត់នេះប្រវត្តិមកយូរមែនតើណាជាពិសេសអ្នកនៅសាលាទួនហ្វាម្ដុំទួស្វាយព្រៃអូឡ িম্প ិកអីស្គាល់គាត់ច្បាស់ហើយលក់ដូរជាពិសេសការធ្វើសាច់គ្រឿងរបស់គាត់មានបន្លែនេះគេហៅតិចច្រឡំស្អីណាគ្រឿងស្អីមែនទេណាគឺគេហៅបន្លែចិនរបស់គេមិននោះដាក់យកមកកិនមិចជាមួយនឹងប្រភេទសាច់ហ្នឹងបង្កើនរសជាតិឲ្យវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ក្លិនឡើងឈ្ងុយចេញពីបន្លែហ្នឹងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តប្រភេទនំដុតចិនដែលមានស្នូលបន្លែស្នូលអីទាំងអស់នេះគឺអ្នកទាំងអស់គ្នាអាចសាកល្បងភ្លក់បានរសជាតិរបស់គាត់ឥឡូវបញ្ចេញថ្មីហ្នឹងគឺប្រភេទស្នូលបន្លែដែលអ្នកទាំងអស់គ្នាអាចសាកល្បងបានពីហាងខៃស៊ីងដែលគាត់មានទីតាំងនោះគឺច្រើនយកតែមែនតើ check out លើ Facebook page បានហើយថ្ងៃនេះគឺខ្ញុំផ្ដោតលើទីតាំងបរិយាពិភពថ្មីចកាដូងអ្នកដែលនៅខាងចកាដូងគឺអាចសាកល្បងភ្លក់បានហើយនៅផ្លូវលេខ7ផ្ទះលេខ15ហើយទីតាំងរបស់គាត់គឺគាត់មានបន្ថែមបញ្ចេញម៉ណុយថ្មីនេះគឺស្នូលបន្លែនេះឯងហើយខ្ញុំបញ្ជាក់ណា8គីឡូគឺដឹកជូនហ្វ្រីនៅភ្នំពេញហើយនៅតាមខេត្តអីក៏គាត់មានបញ្ចេញរូបមន្តស្នូលថ្មីទាំងអស់ហ្នឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចរកបានគ្រាន់តែថាហ្វ្រីដឹកគឺសម្រាប់តែនៅភ្នំពេញទេ8គីឡូពីហាងនិយាយទៅ3ថ្ងៃថ្ងៃ6ថ្ងៃ7ថ្ងៃ8ហើយនេះគឺស្នូលបន្លែរបស់គាត់ហ្នឹងហើយក្តៅថ្មីគឺគាត់ធ្វើរាល់ថ្ងៃអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តប្រភេទនំដុតចិននំអីនេះគឺរបៀបគេហៅភីហ្សាចិនណាបាទនិយាយស្រួលស្ដាប់ណារូបរាងរបស់វាហើយការដុតរបស់គេគឺអូតំណងហើយនំរបស់គេអីគឺគេធ្វើថ្មីវាយថ្មីរាល់ថ្ងៃដើម្បីយកមកញាត់គ្រឿងញាត់ស្នូលហើយយើងគាត់ដុតភ្លាមក្តៅអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេអ្នកណាដែលចូលចិត្តប្រភេទនំដុតចិនទាំងអស់នេះជួយខមមិនមកព្រោះអីតំណងខ្លាំងណាកុំភ្លេចណាខ្ចប់ផ្ញើអ្នកផ្ទះផងអរគុណបាយបាយ